សួស្តីពេលនេះដែរខ្ញុំនឹងបង្ហាញពី application មួយដែលយើងបានបង្កើតឡើងក្នុងគោលបំណងដើម្បីការពារទៅលើការឆ្លងទៅលើមេរោគដែលត្រូវបានចែកចាយនៅក្នុងបណ្ដាញសង្គមដែលយើងឃើញថានៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នយើងជួបបញ្ហានេះជាច្រើនដោយក្រុមអ្នកជនខិលខូចឬក៏ hacker គាត់ព្យាយាមបង្កើតជា file មួយដែលផ្ញើមកកាន់ user ជាមួយនឹងការប្រើប្រាស់នៅលើ title ដែលប្រើប្រាស់ជាដូចជាឯកសារហើយធ្វើឲ្យជនរងគ្រោះងាយនឹងចាញ់បោកទៅលើការប្រើប្រាស់បើកទៅលើ file នោះធ្វើឲ្យមានការឆ្លងទៅលើមេរោគដែលធ្វើឲ្យមេរោគនោះអាចគ្រប់គ្រងទៅលើកុំព្យូទ័រដើម្បីលួចយកទិន្នន័យផ្សេងៗពីកុំព្យូទ័របានដូចគ្នាដូច្នេះពួកយើងក៏មានគំនិតមួយក្នុងការបង្កើតឡើងនូវ application មួយដែលមានឈ្មោះថា Safe Layer AV ដែលកម្មវិធីនេះយើងគឺផ្ដោតឡើងទៅលើការគ្រប់គ្រងក្នុងការការពារទៅលើប្រព័ន្ធកុំព្យូទ័រពីការឆ្លងពីមេរោគផ្សេងៗដែលយើងតែងតែជួបប្រទះមួយរយៈពេលធំនេះហើយវានៅតែបន្តកើតឡើងហើយដូច្នេះយើងក៏មានគំនិតក្នុងការបង្កើតនៅកម្មវិធីមួយដែលយើងអាចជួយដល់អ្នកប្រើប្រាស់ក្នុងការបញ្ជៀសនៅបញ្ហាទាំងអស់នេះឧទាហរណ៍ដូចជានៅក្នុងនេះខ្ញុំបានបង្កើតជា example មួយក្នុងការមាន user ម្នាក់គាត់អានផ្ញើ file ដែលមានជាប្រភេទ exe extension exe ហើយនៅពេលដែលខ្ញុំមើលទៅគឺឯកសារនេះគឺជាមានអក្សរ title ជាខ្មែរហើយបើសិនជាយើងមិនប្រុងប្រយ័ត្នទេយើងអាចធ្វើការ download នៅពេលធ្វើការ download ទៅបើសិនជាយើងអត់បានចាប់អារម្មណ៍យើងនឹងចុចបើកវាដូច្នេះនៅពេលដែលយើងចុចបើកពេលយើង download application របស់យើងវានឹងធ្វើការ scan ភ្លាមនៅក្នុងកម្មវិធីរបស់យើងបានចាប់យក file នេះមក scan ហើយក្នុងករណីនេះដែរបើសិនជា user គាត់ឃើញហើយគាត់អាចរងចាំនៅលើការ scan ហើយបើសិនជាមានបញ្ហាណាមួយកម្មវិធីរបស់យើងនឹងលោតបញ្ជាក់មកប្រាប់ថា file នេះមានបញ្ហាហើយ user គួរតែមានវិធានការចំពោះ file នេះផងដែរហើយជាក់ស្ដែងនៅពេលនេះវាបានលោតមកហើយគឺបានន័យថាការរកឃើញជា file មួយដែលមានភាពគ្រោះថ្នាក់នៅក្នុងការប្រើប្រាស់អញ្ចឹងយើងអាចធ្វើការ protect បានទៅលើ user កុំឲ្យគាត់អាចធ្វើការប្រើប្រាស់លើឬក៏បែកលើ file នេះកុំឲ្យមានបញ្ហាណាមួយអាចប៉ះពាល់ដល់កុំព្យូទ័ររបស់គាត់ហើយករណីមួយទៀតយើងក៏បានមានជា feature បន្ថែមដែលអាចឲ្យ user protect ទៅលើការ access ទៅលើ web browser accessing របស់គាត់ទៅលើកន្លែងនេះដែរយើងនៅពេលដែល user គាត់ទទួលបាន link ដែលជនអនាមិកគាត់ផ្ញើមកឲ្យ user គាត់បានធ្វើការយកមកបើកនៅក្នុង browser របស់គាត់អញ្ចឹងបើសិនជា link នេះជាប្រភេទដែល link ដែលគ្រោះថ្នាក់នោះវានឹងធ្វើការ block ទៅលើ user អត់ឲ្យ access ទៅកាន់ link ឬក៏ URL ប្រភេទមួយនេះហើយការពារ user ពីការក្លែងបន្លប់ឬក៏ជាការបោកប្រាស់ពីអ្នកជនខិលខូចហើយអាចបញ្ជា user ឲ្យកុំឲ្យមានបញ្ហាទៅលើដល់ប្រព័ន្ធកុំព្យូទ័ររបស់គាត់ហើយគោលបំណងសំខាន់របស់យើងគឺយើងចង់ផ្ដល់ភាពសុវត្ថិភាពទៅដល់ user ឲ្យកាន់តែមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ទៅលើប្រព័ន្ធកុំព្យូទ័រជាប្រចាំនិងការធ្វើការក្នុងការសិក្សារបស់ user ទាំងអស់នៅប្រទេសកម្ពុជាជាពិសេសផ្ដោតលើសំខាន់គឺលើ user ដែលស្ថិតនៅប្រទេសកម្ពុជាយើងផងដែរបាទសម្រាប់ការ demo នេះគឺជា application MVP អញ្ចឹងពួកយើងមានគំនិតជាច្រើនដើម្បីការកែលម្អបន្ថែមទៅលើ application នេះដើម្បីធ្វើយ៉ាងណាឲ្យ application នេះអាចដំណើរការក្នុងការគ្រប់គ្រងការពារទៅលើបញ្ហាដែលប្រឈមនៅក្នុងប្រទេសកម្ពុជាយើងទៅលើការhacking ពីដំណាក់ជនអនាមិកផ្សេងៗតាមរយៈការបោកបញ្ឆោតផ្សេងៗឲ្យបានមានប្រសិទ្ធភាពខ្ពស់ខ្លាំងជាងមុនបន្ថែមទៀតបាទសូមអរគុណ